ប្រាក់ចំណេញនិងប្រាក់ខាតយើងវិញម្ដងអញ្ចឹងលំហាត់ Mr. Bo បានដាក់ទុនប្រាក់$8,000នៅក្នុងការរកស៊ីមួយក្រោយពីបិទបញ្ចប់ការរកស៊ី Mr. Bo ខាតអស់30%ចូលរកប្រាក់ដើមទុនដែល Mr. Bo នៅសល់អញ្ចឹងលំហាត់ពាក់ព័ន្ធទៅនឹងប្រាក់ខាតប្រាក់ចំណេញបែបនេះយើងដោះស្រាយមាន2វិធីអញ្ចឹងប្រាក់នៅសល់គឺយើងយកបាទប្រាក់នៅសល់គឺយើងយកប្រាក់ដើមទុនដំបូងដកប្រាក់ខាតយើងនឹងឃើញប្រាក់ដើមទុននៅសល់អាហ្នឹងរបៀបទី1បាទរបៀបទី2គឺយើងធ្វើតាមបំរែបំរួលភាគរយបានន័យថាប្រាក់ដើមទុនដំបូងប្រហែលភាគរយទាំងអស់គ្នា100%ដល់ពេលខាតអស់30%ខាតគឺសញ្ញាដកមិនចឹងណាអញ្ចឹងខាតអស់30%តើប្រាក់ដើមទុននៅសល់ប៉ុន្មានភាគរយ70%បាទ70%នៃប្រាក់អីប្រាក់ដើមទុនដំបូងអញ្ចឹងលោកគ្រូធ្វើតាមនេះលឿនជាងបន្តិចណាអូខេអញ្ចឹងលោកគ្រូតាម x ជាប្រាក់ដើមទុន Mr. Bo នៅសល់អញ្ចឹងគេបានប្រាក់ដើមទុន Mr. Bo នៅសល់ x ស្មើនឹងប៉ុន្មានភាគរយនៃប្រាក់ដើមទុនដំបូងស្មើប៉ុន្មានភាគរយបាទគាត់ខាតអស់30%ហើយ70%អញ្ចឹង70%ហ្នឹងគឺយក100%ដក30%នេះបានន័យថាម៉េចកូននេះកូននឹងប្រាក់ដើមទុនដំបូងប្រាក់ដើមទុនដំបូងប៉ុន្មានកូនបាទ$8,000អញ្ចឹងយើងគណនាមក100%ដក30%សល់70%គុណនឹង8,000បាទអញ្ចឹងអាភាគរយនេះយើងសម្រួលនឹងលេខ02ផ្ទួងចោលបាទនេះណាសម្រួលភាគរយសម្រួលនេះចោលទៅនៅសល់70គុណនឹង80 70គុណនឹង80សូន្យប៉ុន្មានកូន2ដាក់02មក7 8ដងប៉ុន្មានបាទ56អញ្ចឹងចម្លើយដើមទុនដែលនៅសល់គឺ$5,600អញ្ចឹងដូចនេះ Mr. Bo បាទ Mr. Bo នៅសល់ដើមទុនបាទនៅសល់ដើមទុនប្រហែលកូន$5,600បាទ$5,600យល់បានទេទាំងអស់គ្នាកូនយល់បានអត់អូខេអញ្ចឹងយើងអាចធ្វើម្ដងហើយម្ដងទៀតណាអូខេបាទ